សុទ្ធមួយចំនួនជារបស់ខ្ញុំមួយចំនួនទៀតគឺលុយយ៉ាងបានជញ្ជូនពីផ្ទះរបស់គេមកគេថាគេជាអ្នក live stream game ច្រើនតែ10ថ្ងៃកន្លះខែមិនចេញក្រៅដូច្នេះស្បៀងក្នុងផ្ទះក៏មានបន្តិចដែរពួកយើងបានរកទៀងទាត់អាហារទាំងអស់ការ៉េមទាំងអស់បានរលាយដោយសារពិបាកចាត់ចែងពេកខ្ញុំក៏បោះចោលតែម្ដងក្នុងទូទឹកកកដើមឡើយមានមាន់6ក្បាលទា3ក្បាលនិងសាច់ជ្រូកកន្លះចំហៀងពួកយើងក៏ឆ្លៀតពេលវាមិនទាន់ស្អុយរលួយយកពួកវាទាំងអស់ទៅហាលលើកម្រាលរៀនហាលមើលថាតើកម្ដៅថ្ងៃក្ដៅខ្លាំងថ្ងៃនេះអាចហៅវាឲ្យទៅជាសាច់ព្រាមងាយស្រួលទុកដាក់ដែរទេបន្លែឆ្លងកាត់កម្ដៅក្ដៅខ្លាំងកាលពីយប់មិញខូចស្ទើរតែអស់ទៅហើយពួកយើងមិនហ៊ានញ៉ាំទេប្រហែលជារៀបរស់មិនខានពេលកំពុងរៀបចំរាប់នំចំណីខ្ញុំឃើញដំឡូងបារាំងបំពង់ពីរដុំត្រូវបានកម្ដៅឡើងរឹងនិងស្រួយខ្ញុំយកថង់មួយមកប្រមូលរបស់នៅលើកម្រាលទាំងអស់ចំណែកកញ្ចប់ដែលនៅល្អនិងនំចំណីនំកញ្ចប់នំប៉័ងផ្សេងទៀតត្រូវបានជញ្ជូនចូលក្នុងបន្ទប់គេងទាំងអស់អាហារកំប៉ុងនិងអង្ករនៅតែទុកក្នុងទូចង្ក្រានបណ្ដោះអាសន្នបន្ទាប់មកគឺផ្លែប៉ោមមួយថង់នៅស្រស់នៅឡើយពួកយើងសម្រេចចិត្តប្រញាប់ញ៉ាំវាឲ្យអស់ស្បៀងសម្រាប់ពីថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេពេលវេលាចេះតែកន្លងផុតទៅសីតុណ្ហភាពក៏កើនឡើងបន្តិចម្ដងពួកយើងបើកទូទឹកកកចំហបន្តិចតាក់កង្ហារបកចុះឡើងនៅពីមុខបើកម្ដៅកើនឡើងបន្តិចទៀតក៏បើកទូទឹកកកឲ្យធំជាងមុនបន្តិចដើម្បីរក្សាសីតុណ្ហភាពក្នុងបន្ទប់ឲ្យស្ថិតក្នុងកម្រិតដែលរាងកាយអាចទ្រាំទ្របានបន្ទាប់មកគឺផឹកទឹកដើម្បីបំពេញជាតិទឹកដែលបាត់បង់ទោះបីជាមានឧបករណ៍បញ្ចុះកម្ដៅសាមញ្ញបែបនេះក៏ដោយពួកយើងទាំងពីរនាក់ពេលរសៀលនៅតែបែកញើសជោគខ្លួនសំណាងល្អដែលពួកយើងអាចឆ្លងកាត់វាបានដោយពេលល្ងាចពួកយើងសាកថ្មទូរស័ព្ទបើកវិទ្យុស្ដាប់បន្តិចសីតុណ្ហភាពខ្ពស់បំផុតថ្ងៃនេះគឺ58អង្សាសេអាកាសធាតុក្ដៅខ្លាំងនឹងនៅតែបន្តបើគ្មានឧបករណ៍សាកថ្មដោយពន្លឺព្រះអាទិត្យជួយជីវិតនោះទេខ្ញុំនឹងលុយយ៉ាងពិតជាមិនដឹងថាត្រូវឆ្លងកាត់វារបៀបណាឡើយពេលមេឃងឹតពួកយើងយកទៅទូរស័ព្ទបំភ្លឺប្រមូលសាច់នៅរៀនហាមកទុកក្នុងផ្ទះវិញលុយយ៉ាងរៀងរាល់យប់ត្រឡប់ទៅគេងនៅផ្ទះខ្លួនឯងពេលថ្ងៃទៅមកទីនេះចាប់ពីថ្ងៃទី2មកគេបានជញ្ជូន board game មកជាច្រើនពុករួមទាំងសៀវភៅដែលមានស្រាប់អាចកំដរពេលវេលាបានយ៉ាងច្រើនជារៀងរាល់ថ្ងៃពួកយើងញ៉ាំសាច់ក្រៀមហើយថ្ងៃជួនកាលបើកនំកញ្ចប់ញ៉ាំខ្លាញ់ជាមួយភេសជ្ជៈក្នុងទូទឹកកកក្រោយពេលសាំនឹងកម្ដៅហើយមានមួយរំពេចនោះតែជាមានអារម្មណ៍ថាជីវិតស្ងប់ស្ងាត់ខ្ញុំយល់ថាទាំងនេះគ្រាន់តែជាការយល់ច្រឡំប៉ុណ្ណោះព្រោះអាកាសធាតុក្ដៅកន្លងផុតទៅមួយថ្ងៃភ្លើងពីអគារទួលមុខនៅពេលយប់ក៏កាន់តែតិចទៅមួយសប្តាហ៍ក្រោយមកនៅពេលយប់ពេលខ្ញុំកំពុងគេងស្រាប់តែមានរឿងទាំងនេះកើតឡើងខ្ញុំស្ទុះអង្គុយឡើងសម្លឹងមើលទៅក្រៅបង្អួចទើបដឹងថាវាមិនមែនជាកម្មជួយអ្វីនោះទេអគារទួលមុខមានកន្លែងមួយផ្ទុះឡើងពន្លឺភ្លើងបានទម្លុះភាពងឹតមួយកន្លែងទៀតហើយនៅខាងនេះមានមនុស្សស្ទុះចេញពីអណ្ដាតភ្លើងធ្លាក់ចុះមកក្រោមត្រង់ភ្លើងដូចជាសត្វស្លាប់ឥតស្លាប់មានមនុស្សលេចមុខនៅមាត់បង្អួចកាន់ទៅក្រវីឥតឈប់ឈរដើម្បីសុំជំនួយមានអ្នកខ្លះជិះទឹកពីជាន់ខ្ពស់មកក្រោមតែគ្មានប្រយោជន៍ទេអណ្ដាតភ្លើងនៅតែកាន់តែសន្ធោសន្ធៅរហូតដល់ឆាប់ឆេះពេញមួយអគារភ្លើងឆេះអស់ពេញមួយយប់តមេឃភ្លឺក៏នៅមិនទាន់រលត់ទាំងស្រុងដែរពេលនោះទ្វារបន្ទប់ត្រូវបានគេគូសខ្ញុំលុយយ៉ាងឯងមើលទៅខាងក្រៅតើមានភ្លៀងធ្លាក់មែនទេថាភ្លៀងធ្លាក់តាមពិតគ្រាន់តែជាដំណក់ទឹកតិចតួចប៉ុណ្ណោះបើមិនសង្កេតមើលឲ្យច្បាស់ទេពិតជាមិនដឹងថាជាភ្លៀងឡើយព្រោះនៅកណ្ដាលអាកាសវាស្ទើរតែហួតអស់ទៅហើយលុយយ៉ាងកាន់ទូរស័ព្ទចូលនៅពីក្រោយខ្ញុំគឺខាងក្រុមក្បែរខាងបង្កើតភ្លៀងសិប្បនិមិត្តពួកយើងបានទទួលផលបន្តិចបន្តួចដែរទោះបីជាទឹកភ្លៀងបន្តិចនេះគ្មានប្រយោជន៍អ្វីប៉ុន្តែការមានភ្លៀងសិប្បនិមិត្តបញ្ជាក់ថាថ្នាក់លើមិនទាន់បោះបង់ឡើយឲ្យតែស៊ូបន្តទៅទៀតច្បាស់ជាអាចរងចាំដល់ថ្ងៃចុះកម្ដៅមិនខានពេលថ្ងៃក្រោយមកនៅកណ្ដាលអាធ្រាត្រទីបំផុតពួកយើងទទួលបានភ្លៀងមួយមេជាភ្លៀងសិប្បនិមិត្តដូចគ្នាគ្រាន់តែលើកនេះធ្លាក់នៅចំពីលើទីក្រុងរបស់យើងតែម្ដងសំឡេងទឹកភ្លៀងខ្ទាតប៉ះបង្អួចបានដាស់ខ្ញុំឲ្យភ្ញាក់តែម្ដងលុយយ៉ាងក៏មកគូសទ្វារដែរទឹកមុខពោពេញទៅដោយភាពរំភើបពួកយើងទាំងពីរយករបស់ដែលអាចត្រងទឹកភ្លៀងបានទាំងអស់ទៅដាក់នៅរៀនហាលព្យាយាមត្រងទឹកទុកឲ្យបានច្រើនខ្ញុំមានសំឡេងសើចសប្បាយពីជាន់ខាងលើនិងខាងក្រោមច្បាស់ណាស់ថាអគារនេះនៅមានមនុស្សជាច្រើនកំពុងតស៊ូកន្លះម៉ោងក្រោយមកភ្លៀងក៏រាំងក្នុងធុងត្រងបានមិនដល់1ភាគ3ផងប៉ុន្តែវាបាននាំមកនូវភាពត្រជាក់និងក្តីសង្ឃឹមយ៉ាងគ្រប់គ្រាន់ខ្ញុំនិងលុយយ៉ាងក៏បើកផ្លែប៉េះកំប៉ុងពីរទុកជារង្វាន់សម្រាប់ខ្លួនឯងអាហារនៅមានច្រើនណាស់ពេលនេះសាច់ជ្រូកកន្លះចំហៀងដែលហៅក្រៀមនោះពួកយើងមិនទាន់បានប៉ះមួយម៉ាត់ឡើយទឹកបរិភោគនិងភេសជ្ជៈគឺមិនខ្វះទេតាំងពីមុនពេលកើតហេតុមកម្លេះភេសជ្ជៈដែលខ្ញុំទិញស្តុកពីផ្សារទំនើបនៅញ៉ាំមិនទាន់អស់ផងតស៊ូបន្តិចទៀតទៅច្បាស់ជាអាចឆ្លងកាត់វាបានពេលទូរស័ព្ទមានសេវាវិញមានសារជាច្រើនបានលោតចូលមកភ្លាមខ្ញុំក្រឡេកមើលមួយផ្លែភាគច្រើនជាការក្រានរំលឹកពីសុវត្ថិភាពនិងការជូនដំណឹងពីសីតុណ្ហភាពខ្ញុំប្រញាប់ខលទៅប៉ារបស់ខ្ញុំលទ្ធផលគឺបិទម៉ាស៊ីនខ្ញុំក៏ខលទៅទូរស័ព្ទលើទៅនៅផ្ទះវិញតែជាលោតសញ្ញារវល់រហូតម្ដេចក៏ទៅជាបែបនេះឃើញខ្ញុំខលទៅរហូតតែមិនចូលសោះលុយយ៉ាងក៏លងលងខ្ញុំប្រហែលជាតំបន់របស់ពួកគាត់ដាច់ភ្លើងហើយខ្ញុំបន្តខលទូរស័ព្ទទៀតទីបំផុតនៅពេលដែលខ្ញុំស្ទើរតែអស់សង្ឃឹមទៅហើយបងស្រីជីដូនមួយម្នាក់ដែលមិនបានតាក់ទងគ្នាជាច្រើនឆ្នាំមកហើយបានលើកទូរស័ព្ទអាឡូបងស្រីខ្ញុំយ៉ាងយ៉ាវកូនរបស់មីងទី3តើបងដឹងទេថាស្ថានភាពខាងប៉ាម៉ាក់ខ្ញុំយ៉ាងម៉េចទៅហើយខ្ញុំនៅខេត្តផ្សេងម្នាក់ឯងតាក់ទងពួកគាត់មិនបានសោះអូខ្ញុំមិនដឹងទេសាកខលទៅសួរលេខទូរស័ព្ទចម្រុះសុវត្ថិភាពមើលទៅបងស្រីជីដូនមួយម្នាក់នេះជួយបានច្រើនណាស់គាត់ផ្ញើលេខទូរស័ព្ទចម្រុះសុវត្ថិភាពក្នុងតំបន់មួយជួរមកខ្ញុំភ្លាមខ្ញុំប្រញាប់ខលទៅភ្លាមតែសួរអស់3កន្លែងទៅហើយនៅតែមិនឃើញឈ្មោះប៉ាម៉ាក់ខ្ញុំឡើយចង់សួរបន្តទៀតតែក្នុងទូរស័ព្ទដែលជាបន្លឺសំឡេងស្ត្រីម្នាក់ឡើងសួស្ដីលេខទូរស័ព្ទដែលអ្នកកំពុងហៅស្ថិតនៅក្រៅតំបន់សេវាសូមព្យាយាមម្ដងទៀតនៅពេលក្រោយខ្ញុំមានអារម្មណ៍ថាមិនស្រួលឡើយពេលមើលសេវាទូរស័ព្ទវាក៏លោតដល់0ឲ្យវិញមែនខ្ញុំតាក់ទងពួកគាត់មិនបានទេពួកគាត់ចាស់ហើយមេឃក្ដៅបែបនេះគិតយ៉ាងម៉េចទៅមិនអីទេពួកគាត់ច្បាស់ជាមិនអីទេប៉ាម៉ាក់ខ្ញុំក៏មិនអីដែរពួកគាត់សុទ្ធតែនៅជំរកសុវត្ថិភាពមានម៉ាស៊ីនត្រជាក់មានអាហារនិងទឹកផឹកស្រួលជាងពួកយើងឆ្នៃណាស់ប៉ាម៉ាក់ឯងប្រហែលជានៅកន្លែងដែលមិនទាន់មានសេវាវិញទេច្បាស់ជាកំពុងប្រញាប់តាក់ទងមកឯងដូចគ្នាប៉ុន្តែប៉ុន្មានថ្ងៃបន្ទាប់មកនេះលែងមានដំណឹងល្អទៀតហើយព្រោះសីតុណ្ហភាពបានកើនឡើងយ៉ាងលឿនខ្ពស់ជាងមុនពេលមានភ្លៀងសិប្បនិមិត្តទៅទៀតខ្ញុំសម្លឹងមើលប្រតិទិននៅលើជញ្ជាំងគិតចាប់តាំងពីថ្ងៃដំបូងនៃការឈប់សម្រាករបស់ខ្ញុំកន្លងផុតទៅ23ថ្ងៃហើយចន្លោះពេលនេះសីតុណ្ហភាពស្ទើរតែបន្តកើនឡើងរហូតមានតែនៅថ្ងៃដែលមានភ្លៀងសិប្បនិមិត្តប៉ុណ្ណោះតែថយចុះបន្តិចប៉ុន្តែភ្លៀងនោះក៏កើនឡើងដល់លើសពី60អង្សាសេវិញកំពុងគិតអ្វីហ្នឹងឆាប់ជួយទុកបន្តិចមកចិត្តធ្លាក់ហើយលឺយ៉ាងលីទឹកសុទ្ធពីគេដើរកាត់ខ្ញុំជួយជញ្ជូនទឹកសុទ្ធរបស់គេចូលបន្ទប់គេងដាក់ចូលក្នុងទូទឹកម្ដងមួយដបខ្ញុំកំពុងគិតថាតើវានឹងបន្តចុះកម្ដៅទៀតឬអត់ឯងគិតថាថ្ងៃនេះនឹងចុះកម្ដៅមែនទេម្សិលមិញចុះបានកន្លះអង្សាហើយតើនិយាយចប់គេក៏ហុចកាភេសជ្ជៈមួយមកឲ្យខ្ញុំងើបផឹកយ៉ាងក្អឹកស្រាប់តែខ្ញុំហាក់ដូចជាឃើញអំពូលភ្លើងនៅលើក្បាលញ័រពី3ដងស្រវាំងភ្នែកហើយខ្ញុំញីភ្នែកបន្តិចបែរជាឃើញអំពូលភ្លើងញ័រកាន់តែខ្លាំងឡើងរញ្ជួយដេកហើយលឺយ៉ាងទីងដៃខ្ញុំស្ទុះចូលទៅក្នុងបន្ទប់ទឹក
ការរញ្ជួយដីលើកនេះកើតឡើងដោយគ្មានការប្រាប់ឲ្យដឹងជាទាំងមូលកំពុងផ្អៀងបន្ទាប់មកក៏ត្រឡប់មកធម្មតាវិញម្ដងទៀតពួកយើងទាំងពីរនាក់ត្រូវរញ្ជួយរហូតដល់ដួលទៅលើកម្រាលប្រឹងអស់កម្លាំងពីខ្លួនទើបវាទៅដល់ជ្រុងបន្ទប់ពីគេថាគ្រូរងស្ងួតយូរអាចបង្កឲ្យមានការរញ្ជួយដីពីមុនធ្លាប់តែឃើញព័ត៌មាននេះនៅលើអ៊ីនធឺណិតបន្តិចបន្តួចប៉ុណ្ណោះមិនដែលចាប់អារម្មណ៍តតែសោះក្តៅខ្លាំងច្រើនថ្ងៃមកនេះខួរក្បាលដែលឆេះខ្លោចរបស់ពួកយើងក៏នឹកមិនឃើញដែរសំណាងល្អដែលការរញ្ជួយដីមកលឿនទៅវិញក៏លឿនប៉ុន្តែវាបានធ្វើឲ្យផ្ទាំងសូឡាជួយជីវិតរបស់ពួកយើងខូចបាត់ទៅហើយប្រអប់ភ្លើងឆាប់ឆេះទម្រាំតែរកឃើញបំពង់ពន្លត់អគ្គិភ័យគឺស្ទើរតែដាច់ខ្យល់បាត់បង់ភាពត្រជាក់ទាំងអស់ពន្លត់ភ្លើងរួចពួកយើងអង្គុយទន់ជើងនៅលើដីម្សិលមិញស្ដាប់ពីជូតើសីតុណ្ហភាពថ្ងៃនេះប៉ុន្មានទៅ62ឬក៏65មួយខ្ញុំមិនបានឆ្លើយទេមួយសន្ទុះក្រោយមកខ្ញុំក្រោកឈរឡើងផឹកទឹកក្នុងទូទឹកកកអស់គួរតែដកចេញហើយឯងធ្វើអ្វីហ្នឹងកុំនិយាយច្រើនឆាប់មកជួយមកពួកយើងរុញទូទឹកកកចេញយកទៅដាក់នៅចុងគ្រែយកភេសជ្ជៈទាំងអស់ខាងក្នុងទៅដាក់ក្រោមគ្រែបន្ទាប់មកខ្ញុំដោះស្បែកជើងឈានជើងចូលទៅមិនកើតទេនៅខាងក្រៅសីតុណ្ហភាពពួកឯងអាចនឹងថប់ដង្ហើមស្លាប់នៅខាងក្នុងមិនមែនខ្ញុំទេគឺពួកយើងខ្ញុំក្រវីដៃហើយគេស្ទាក់ស្ទើរបន្តិចតែក៏ចូលមកដែរខ្ញុំលូកដៃទាញគម្របខាងលើទូទឹកកកបិទដោយទុកតែចន្លោះតូចមួយប៉ុណ្ណោះភាពត្រជាក់ដល់កម្រិតនេះធ្វើឲ្យអារម្មណ៍របស់ពួកយើងធូរស្រាលយ៉ាងច្រើនឲ្យតែអាចរស់រានមានជីវិតគឺបានហើយគេកំពុងញ៉ៅបន្តិចហាក់ដូចជាកំពុងយល់សប្តិឃើញអ្វីមួយសម្លឹងមើលចេញពីទូទឹកកកទៅឃើញមេឃនៅតែភ្លឺដដែលប៉ុន្តែហាក់ដូចជាមានអ្វីមួយមិនសូវធម្មតាដូចជាមានសម្លេងដំណក់ភ្លៀងខ្ញុំលូកដៃចេញតាមចន្លោះទូទឹកកកឃើញថាសីតុណ្ហភាពខាងក្រៅមិនសូវខ្ពស់ទេក៏បើកទូទឹកកកងើបក្បាលចេញទៅតែម្ដងខ្ញុំឃើញផ្ទៃមេឃខាងក្រៅប្រែជាពណ៌ប្រផេះដំណក់ទឹកធំកំពុងធ្លាក់ពីលើមេឃមកមួយចំនួនខ្ទាតចូលតាមស៊ុមបង្អួចដែលវិចចូលមកក្នុងបន្ទប់បង្កើតបានជាដក់ទឹកនៅលើកម្រាលប្រញាប់វាចេញពីទូទឹកកកខ្ញុំទះមុខលឺយ៉ាងដោយក្តីរំភើបភ្លៀងធ្លាក់មែនទែនហើយលឺយ៉ាងពួកយើងរស់ហើយប៉ុន្តែស្បែករបស់គេក្តៅខ្លាំងណាស់ខ្ញុំស្ទាបផ្នែករបស់គេមើលលឺយ៉ាងឯងកុំបំបាក់ស្មារតីខ្ញុំសំណាងល្អដែលគេត្រូវបានខ្ញុំដាស់ឲ្យគ្នាភ្លៀងហើយត្រជាក់ណាស់មែនហើយភ្លៀងហើយឯងកំពុងគ្រុនក្តៅឆាប់ចេញមកព្រីគេឲ្យទៅគេងនៅលើគ្រែបន្ទាប់មកដើរមកបន្ទប់ទទួលភ្ញៀវយកប្រអប់ថ្នាំចេញពីថតទូរទស្សន៍ដែលវិចស្ទាក់ស្ទើរបន្តិចខ្ញុំយកថ្នាំបំបាត់ការរលាកមួយប្រអប់ចេញមកជាមួយវីតាមីនខ្លះត្រឡប់មកក្បែរគ្រែវិញបញ្ចុកគេឲ្យលេបជាមួយទឹកសុទ្ធធ្វើរឿងទាំងនេះរួចខ្ញុំទុកឲ្យគេគេងបន្តរួចងាកមកកាត់ធុងនឹងចានដែកនៅលើដីបំរុងនឹងត្រង់ទឹកភ្លៀងទុកខ្លះដំណក់ភ្លៀងនៅតែបន្តវាយបោកបង្អួតបង្កើតជាសម្លេងយ៉ាងខ្លាំងនៅទីឆ្ងាយមានសម្លេងក្រហមជួនខ្លាំងជួនខ្សោយដូចជាសម្លេងរន្ទះខ្ញុំដើរវាងឧបសគ្គនៅលើដីចូលទៅក្បែររៀនហើយយ៉ាងប្រុងប្រយ័ត្នទើបតែបំរុងនឹងដាក់ធុងនឹងចានដែកចុះភ្លៀងក៏វាយបោកយ៉ាងខ្លាំងមកលើកញ្ចក់ដែលប្រេះស្រុតងើបមកឡើងឃើញទិដ្ឋភាពនៅទីឆ្ងាយស្រាប់តែបើកភ្នែកធំរាងកាយទាំងមូលរឹងក្បឺតពេលបានឃើញនៅទីឆ្ងាយមាននាគលឿងដ៏ធំមួយកំពុងរមៀលខ្លួនកំពុងបោះពួយមកមុខយ៉ាងលឿនស្លេវចំណែកអាគារទៀតត្រូវបានលេចបាត់បន្តិចម្ដងអ្វីដែលខ្ញុំបានឮមិនមែនជាសម្លេងរន្ទះទេកន្លែងដែលវាកាត់អាគារខ្ពស់បានដួលរំភ្លាមគឺទឹកជំនន់ដ៏កាចសាហាវដែលបោកបក់រំលំអាគារនីមួយមិនអាចទៅរួចទេទើបតែមានភ្លៀងធ្លាក់សោះមិនដេចក៏អាចមានទឹកជំនន់ធំបែបនេះទៅឈប់សិនបើជាស៊ូណាមចុះទីក្រុងនៅតាមមាត់សមុទ្រទាំងនោះវិញប៉ាម៉ាក់របស់ខ្ញុំគឺនៅទីក្រុងមាត់សមុទ្រប៉ុន្មានថ្ងៃនេះព័ត៌មានក្នុងវិទ្យុកាន់តែជាផ្លូវការខ្លាំងឡើងតើដើម្បីលាក់បាំងរឿងនេះមែនទេក្រោមជើងចាប់ដើមរញ្ជួយទឹកជំនន់មកដល់ជិតណាស់ទៅហើយខ្ញុំទន់ជើងស្ទើរតែដួលទៅលើដីខំប្រឹងដើរត្រឡប់មកបន្ទប់វិញដើម្បីដាស់លុយយ៉ែងប៉ុន្តែស្របពេលដែលមានសម្លេងយ៉ាងខ្លាំងដូចជារថយន្តដឹកទំនិញបុកគ្នាអាគារទាំងមូលក៏ញ័រយ៉ាងខ្លាំងខ្ញុំត្រូវបានប៉ាំងចេញទៅពុកនឹងអ្វីមួយរួចក៏សន្លប់បាត់ស្មារតីទៅពេលដឹងខ្លួនឡើងវិញអាគារនៅតែបន្តរញ្ជួយអាគារមិនទាន់បាក់ស្រុតទេប៉ុន្តែជញ្ជាំងខាងក្រៅបាត់ទៅហើយទូទឹកកកដែលក្រឡាប់បានសង្កត់លើខ្ញុំនឹងលុយយ៉ែងសម្លេងស្អប់បញ្ចេញពាក្យពីរម៉ាត់នេះរួចក៏ក្អកពី3ដងអាគាររបស់ពួកយើងមាន33ជាន់ជាន់ទី15គឺនៅចំកណ្ដាលតែម្ដងជាទីតាំងដែលទប់ទល់នឹងការរញ្ជួយបានល្អបំផុតនិងជាអកណ្ដាលនៃការរញ្ជួយផងដែរព្រមទាំងជាចំណុចខ្ពស់បំផុតដែលកម្លាំងកាយអ្នកពន្លត់អគ្គិភ័យក្នុងតំបន់អាចឡើងដល់លុយយ៉ែងអញក្រោកតែកើតទេក្រោកមិនរួចទេជាប់ជើងហើយទឹកក្នុងបន្ទប់កាន់តែច្រើនឡើងទីបំផុតទឹកពីខាងក្រៅក៏ហូរចូលមកឯងកុំកម្រើកខ្ញុំសាកល្បងមើលថាតើអាចវាចេញបានឬអត់និយាយរួចខ្ញុំក៏ប្រឹងរមួលខ្លួនវាមិនបានជាប់ណែនខ្លាំងនោះទេពិតជាអាចរំកិលចេញបានមែននៅមានចន្លោះខ្លះដែរលុយយ៉ែងប្រើដែនខាងខំប្រឹងទប់ខ្លួនឡើងសហការជាមួយខ្ញុំវាចេញមកក្រៅយឺតរមួលខ្លួនក្នុងទឹកទីបំផុតក៏ចេញមកដល់ក្រៅប៉ុន្តែលុយយ៉ែងបែរជាដួលកាប់មុខទៅក្នុងទឹកលុយយ៉ែងឯងមិនអីទេដឹងឯងមិនអាចឃើញដូច្នោះខ្ញុំខំប្រឹងលើកទូទឹកកកទីបំផុតគេក៏វាចេញមកបានកម្ពស់ទឹកក្នុងបន្ទប់កើនឡើងយ៉ាងច្បាស់ស្ទើរតែលេចត្រឹមជើងរបស់ខ្ញុំទៅហើយខ្ញុំនឹងគេសម្លឹងមុខគ្នាយល់ចិត្តគ្នាយ៉ាងច្បាស់ដើរកាត់ជញ្ជាំងដែលបាក់ស្រុតក្បែរទ្វារសុវត្ថិភាពលោតឡើងជណ្ដើរដែលលៀនដាច់សរសៃចេញមកមានតែឡើងទៅលើទេទើបអាចរស់បានក្តីប្រាថ្នាចង់រស់បានធ្វើឲ្យពួកយើងខំប្រឹងវាឡើងបាន2ជាន់ទីបំផុតក៏ដួលនៅតាមផ្លូវដើរជាន់ទី18លឺយ៉ាងដែលធ្លាប់តែរឹងមាំទីបំផុតក៏ទម្លាក់ទឹកភ្នែកចុះមកយ៉ាងឆៅពួកយើងត្រូវស្លាប់នៅទីនេះហើយមែនទេខ្ញុំបែរជាសាច់ឡើងភ្លាមចង្អុលទៅក្រៅបង្អួចពួកយើងមិនស្លាប់ទេឯងមើលណាក្តីសង្ឃឹមមកដល់ហើយគេញើបមុខសម្លឹងមើលទៅក្រៅស្រាប់តែស្រឡាំងកាំងគេបានឃើញទូកពណ៌ខៀវប្រភេទ2-3គ្រឿងនៅលើទូកគឺពោពេញទៅដោយមនុស្សដ៏គួរឲ្យស្រឡាញ់បំផុតទាំងនោះ